วันแต่สหรัฐอเมริกประกาศดำล้างปนแต่เลือกประเทศประมาณเชียงหกสิบขนมนุ่มมินกัมพูชียังได้บรรดากัมพูชียังจวบแต่ดับเพียโรยเตสถัดในขนมจำนำประเทศดับบุญหนึ่งสาเพียบเอโรปัวอาปชังจรนิยมวิอัดบังอังยูเตวิโยมาเวปะฮารถทาปิบากัมพูชีถ้าโดยสารตารมลบสิทธิ์มนุษย์รมลบสิทธิ์การเงี้ยเองจังเตอร์บ้านอเมริกนั่งเกตดำล้างปนกัมพูชียังบรรทัดดับเพียโรยหนึ่งตีเบอร์ยงตาม USTO บ้านไหนดังทาการได้สหรัฐอเมริกโยปนแต่เลือกบรรดาประเทศประมาณสายสเปียมมีนจุปอนมีนเวียดนามหนึ่งไทยให้บรรดาประเทศเซ็งๆទៀតហ្នឹងណា12ក្បៀស5%ហ្នឹងគឺដោយសារតែបណ្ដាប្រទេសទាំងនោះនៅបន្តនាំចូលទំនិញពីបណ្ដាប្រទេសដែលរំលោភសិទ្ធិការងារបានន័យថាអត់ទាន់មានច្បាប់ដើម្បីគ្រប់គ្រងអាហ្នឹងទេមានទំនិញយកពីប្រទេសរំលោភសិទ្ធិការងារច្រើនចឹងហើយសហរដ្ឋអាមេរិកដាក់ពន្ធប៉ុណ្ណឹងប៉ុន្តែកម្ពុជាយើងគេយក10%ហ្នឹងដោយសារតែគេឃើញថាកម្ពុជាយើងមានច្បាប់រដ្ឋបិទទៅលើការនាំទំនិញចូលពីបណ្ដាប្រទេសដែលផលិតអីវ៉ាន់ដោយរំលោភសិទ្ធិកម្មករពុកម៉ែបងប្អូនអ្នកគ្នាដូច្នេះហើយរឿងសហរដ្ឋអាមេរិកដំឡើងពន្ធបន្ថែមលើបណ្ដាប្រទេសប្រមាណ60មានកម្ពុជាយើងដែរនេះគឺវាមានពាក់ព័ន្ធអីជាមួយនឹងការរំលោភសិទ្ធិមនុស្សរំលោភសិទ្ធិការងារឬក៏សិទ្ធិរបស់សហជីពស្អីនោះទេគឺវាខុសពីការលើកឡើងរបស់ពួកអាប្រឆាំងជ្រុលនិយមហ្នឹងស្រឡះតែម្ដងហើយវាអត់មានដូចពួកអាអស់ហ្នឹងទេពួកអាហ្នឹងពុកម៉ែបងប្អូនគ្នាគ្រាន់តែសហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធបណ្ដាប្រទេស60មានកម្ពុជាយើងមួយដែរនិយាយពីថាវាយកមកវាយប្រហារកម្ពុជាយើងគណៈតែកម្ពុជាយើងគេឡើងតែ10%នោះថៃគេឡើងដល់12.5%វៀតណាម12.5%សូម្បីតែជប៉ុននេះប្រទេសមហាប្រជាធិបតេយ្យក៏គេឡើង12.5%ដែរវាអត់យកមកនិយាយទេវាវាប្រហារតែកម្ពុជាយើងឲ្យមិនត្រឹមតែប៉ុណ្្នឹងឯងយករឿងបងប្អូនខ្មែរយើងមួយចំនួនទូដែលអត់ចេះឈឺខួរលួចរត់ទៅថៃហ្នឹងយកមកវាប្រហារថាស្រុកខ្មែរអត់ការងារធ្វើស្រុកខ្មែររំលោភសិទ្ធិមនុស្សយកមកវាយបន្ថែមពីលើរឿងហ្នឹងទៀតឃើញពួកវាថោកទាបអត់កន្លែងណារឿងល្អរបស់ស្រុកខ្មែរអត់ព្យាយាមសាយទេសាយតែរឿងណាឲ្យសៀមវាឃើញថាខ្មែរបែកបាក់ពួកអាចង្រៃ